មានឯករាជ្យបាត់ដំបងអត់ស្ទឹងសង្កែបងប្អូនជាប្រវត្តិបាទហាត់ប្រានក្រោយមេឃលៀងវាត្រីក្រុងបាត់ដំបងមានឯករាជ្យបាត់ដំបងហើយនេះព្រៃសលីខាងនេះអគិសលីខាងក្រោយព្រៃសលីហ្នឹងគឺស្តាតបរាចាស់ហើយខាងក្រៅអាគារនេះអតីតគឺវត្តដំរីសទៅជាក្រុងបាត់ដំបងពេលរៀបរយក្រៅខាងនោះគឺសួនសម្ដេចកន្លាហោមសតទេក្រៅខាងកើតក្រុងបាត់ដំបងស្អាតមែនទែនវាមើលជាក់ស្ដែងរងនេះកាន់តែស្អាតតែម្ដងគឺវាមានឯករាជ្យ